សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការពី account Telegram របស់យើងកុំឲ្យមានអ្នក hack account អីចឹងណានិយាយជារួមទៅគឺយើងត្រូវមានវិធានការក្នុងការពី account របស់យើងដែរយើងប្រើករណីរបស់យើងគឺយើងត្រូវមានទំនួលខុសត្រូវខ្លួនឯងអញ្ចឹងយើងអាចឲ្យអ្នកណាផ្សេងមកការពីជំនួសយើងបានទេជាក់ស្ដែងនៅក្នុងកម្មវិធី Telegram ហ្នឹងយើងអាចការពី account របស់យើងតាមពីររបៀបដោយឡែកការពីនោះគឺវាមានស្រាប់នៅក្នុងកន្លែង setting របស់យើងនឹងមួយវិញទៀតបងប្អូនហេតុអ្វីបានជាខ្ញុំលើកយកប្រធានបទនេះឡើងដោយសារតែបច្ចុប្បន្នខ្ញុំឃើញថាមានកំណើននៃការ hack account Telegram ហ្នឹងច្រើនមែនទែនដែលវាអាចធ្វើឲ្យយើងប៉ះពាល់បានជាក់ស្ដែងយើងឃើញថាគេ hack account របស់យើងទៅខ្ចីលុយអ្នកនេះអ្នកនោះអញ្ចឹងណាទាំងដែលយើងអាចបានទៅខ្ចីហើយគេព្យាយាមចូលមកគ្រប់គ្រង account របស់យើងដើម្បីយក account របស់យើងទៅធ្វើអីមួយដែលវាមិនគួរគប្បីអីចឹងទៅអញ្ចឹងបើសិនជាយើងដឹងហើយថាឥឡូវនេះយើងមានបញ្ហាច្រើនពាក់ព័ន្ធនឹងការ hack តាម link ដើម្បីយើងចុច link អីផ្ដេសផ្ដាសអញ្ចឹងទៅវាចូលអញ្ចឹងយើងគួរតែគប្បីកុំចុច link អីផ្ដេសផ្ដាសអញ្ចឹងវិធីមួយទៀតគឺយើងត្រូវការពារដាក់ក្នុង setting របស់ពួកយើងទីមួយយើងត្រូវចូលក្នុង privacy and security ហ្នឹងមកបន្ទាប់ពីចុចកន្លែងហ្នឹងហើយយើងមើលឃើញថាការពាររបស់យើងវាមានពីរប្រភេទទីមួយគឺយើងចូលទៅការដាក់ passcode ហើយនិង Face ID ទី2គឺយើងចូលទៅដាក់ two step verification អញ្ចឹងទី1យើងចូលទៅដាក់ passcode មក passcode របស់យើងដាក់លេខណាដែលយើងចងចាំវាមាន6ខ្ទង់អញ្ចឹងយើងដាក់លេខដែលយើងចងចាំមកតោះមកយើងដាក់ម្ដងទៀតមកពេលដែលដាក់រួចហើយគឺវារួចជាស្រេចអញ្ចឹងយើងចេញមកវាឃើញមានសញ្ញា set ថា on បន្ទាប់មកយើងចូលទៅដាក់ two step verification យើងចុចលេខហ្នឹងមកបន្ទាប់មកគេឲ្យយើង set additional password យើងចុចមកយើងដាក់ password ដែលយើងចាំបងប្អូនអរគ្នាអញ្ចឹងយើងដាក់ទៅអញ្ចឹងខ្ញុំដាក់ហើយបន្ទាប់ពីដាក់មួយហើយយើងដាក់ re-enter មួយទៀតមកបន្ទាប់មកយើងចុច create password ហ្នឹងមកបន្ទាប់ពីយើងចុច create password ហើយយើងដាក់ hint មួយទៀតអញ្ចឹង hint ហ្នឹងយើងដាក់អីដែលយើងចងចាំដូចគ្នាមកយើងដាក់មកបន្ទាប់ពីដាក់ហើយយើងចុច continue មកបន្ទាប់មកយើងត្រូវបំពេញ email របស់យើងទៀតអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំបន្ទាប់ពីដាក់ email ហើយយើងត្រូវចុច continue អញ្ចឹងចុច continue មកអញ្ចឹងវានឹង load password ទៅកាន់ email របស់ខ្ញុំហើយដើម្បីវា verify អូខេឥឡូវ email មកហើយយើងវាយ password នឹងចូលទៅតទៅពីវាយយើងចុច continue មកអញ្ចឹងមានន័យថាយើងដានហើយ everything គឺដានអញ្ចឹងមានន័យថាម៉េចឥឡូវយើងអាច set passcode ហើយនឹង two step verification បានហើយអញ្ចឹងយើងអាចការពារ account យើងដែលយើងផ្ទាល់នៅក្នុងការចូលទៅកំណត់ setting របស់យើងនៅក្នុងកម្មវិធី Telegram ផ្ទាល់ជាស្ដែងអ្នកទាំងអស់នេះក៏អាចធ្វើបានដែរខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាចំណេះដឹងដល់អ្នកទាំងអស់គ្នាដើម្បីការពារខ្លួនឯងពីការ hack account ពីជនអនាម័យផ្សេងៗដើម្បីយក account អ្នកទាំងអស់គ្នាទៅធ្វើរឿងដែលវាមិនគួរគប្បីឬក៏យកទៅខ្ចីលុយគេអីចឹងទៅអញ្ចឹងវាប៉ះពាល់ដល់អ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះនឹងល្អហើយអ្នកទាំងអស់គ្នាអាចចែករំលែកបានទៅកាន់បងប្អូនឬក៏មិត្តភ័ក្តិឬក៏គ្រួសារឬក៏មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ